ការសែតវ៉ាស៊ីនតោនប៉ុស្តិ៍បានចុះផ្សាយដោយជឿជាក់ថាការចាប់ផ្ដើមនុយក្លេអ៊ែរឡើងវិញរបស់អាមេរិកនឹងត្រូវចំណាយពេលច្រើនឆ្នាំកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍បានរាយការណ៍ថាការបន្តការសាកល្បងនុយក្លេអ៊ែរនៅសហរដ្ឋអាមេរិកនឹងចំណាយពេលច្រើនឆ្នាំនិងចំណាយប្រាក់រាប់រយលានដុល្លារអាមេរិកទីតាំងសាកល្បងកន្លងមកដូចជានៅរដ្ឋ Nevada ជាកន្លែងដែលសហរដ្ឋអាមេរិកបានធ្វើការបំផ្ទុះនុយក្លេអ៊ែរចុងក្រោយរបស់ខ្លួនជាង3ទសវត្សរ៍មុនឥឡូវនេះប្រើប្រាស់ការរៀបចំប្រព័ន្ធកុំព្យូទ័រជំនួសឲ្យការបំផ្ទុះផ្ទាល់ទៅវិញលោកប្រធានាធិបតីដូណាល់ត្រាំនៅសប្តាហ៍នេះបានប្រកាសថាលោកបានណែនាំឲ្យក្រសួងសង្គ្រាមចាប់ផ្ដើមសាកល្បងអាវុធនុយក្លេអ៊ែររបស់អាមេរិកឡើងវិញដោយឈរលើមូលដ្ឋានស្មើគ្នាជាមួយរុស្ស៊ីនិងចិនហើយបានប្រកាសថាការរៀបចំនឹងចាប់ផ្ដើមភ្លាមមកដល់ពេលនេះនៅតែមិនទាន់ច្បាស់ថាតើពួកគាត់កំពុងសម្ដៅទៅលើការបំផ្ទុះនុយក្លេអ៊ែរនៅក្រោមដីដែលប្រទេសណាមួយក្នុងចំណោមប្រទេសទាំង3បានធ្វើអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយទីក្រុងមូស្គូបានព្រមានថាការផ្ទុះនុយក្លេអ៊ែររបស់អាមេរិកណាមួយនឹងជំរុញឲ្យមានការឆ្លើយតបឲ្យសមស្របវិញផងដែរការសែតដដែលក៏បានចង្អុលបង្ហាញដែរថាប្រសិនបើទីក្រុងវ៉ាស៊ីនតោនត្រូវបន្តភារកិច្ចនឹងមិនធ្លាក់ទៅមន្ទីរប៉ង់តាហ្គូនទេប៉ុន្តែទៅនាយកដ្ឋានថាមពលជាពិសេសរដ្ឋបាលសន្តិសុខនុយក្លេអ៊ែរជាតិ NNSA ដែលគ្រប់គ្រងកន្លែងសាកល្បង Nevada អ្នកជំនាញបាននិយាយថាការដំណើរការឡើងវិញនៃការធ្វើតេស្តនៅទីនោះនឹងក្លាយទៅជាការចំណាយដ៏សំខាន់អនាគតរបស់លោកអ្នកកាន់តែភ្លឺស្វាងដោយសាកលវិទ្យាល័យ Bill Bright